មកពុកម៉ែបងប្អូនហូបបាយជុំខ្ញុំណាពុកម៉ែបងប្អូនមកនេះល្ងាចនេះខ្ញុំបានសម្លសម្លក់សាច់ជ្រូកណាពុកម៉ែបងប្អូនព្រមទាំងត្រីងៀតភ្លៅមាន់ហើយមកទៀតពុកម៉ែបងប្អូនស្ងោរម្រះណាពុកម៉ែបងប្អូនណាមកម៉ែបងប្អូនហូបជុំខ្ញុំទាំងអស់គ្នាម៉ែបងប្អូននេះមកមើលតំណងទេម៉ែបងប្អូនអើយនេះមានតាំងពីស្ងោរម្រះមានតាំងពីស្លស្លក់អញ្ចឹងទៅពេលល្ងាចណាម៉ែបងប្អូនមើលម៉ែបងប្អូនណាមកម៉ែបងប្អូនមកហូបជុំខ្ញុំទាំងអស់គ្នាត្រីងៀតភ្លៅមាន់អញ្ចឹងទៅណាម៉ែបងប្អូនជំរាបសួរម៉ែបងប្អូនហូបបាយជុំខ្ញុំទាំងអស់គ្នាម៉ែបងប្អូនមកម៉ែបងប្អូនឆ្ងាញ់មែនតើម៉ែបងប្អូនអើយសម្លសម្លក់សាច់ជ្រូកណាម៉ែបងប្អូនជាតិសែនជាតិម៉ែបងប្អូនអើយបន្លែក៏បន្លែស្រុកស្រែយើងណាពុកម៉ែបងប្អូនហ្នឹងហើយស្ងោរម្រះសាច់ជ្រូកណាម៉ែបងប្អូនមានតាំងពីត្រីងៀតភ្លៅមាន់អីចឹងទៅណាម៉ែបងប្អូនណាពេលងាយហ្នឹងម៉ែបងប្អូនមានតែប៉ុណ្្នឹងឯងណាម៉ែបងប្អូនមកហូបបាយជុំខ្ញុំទាំងអស់គ្នាម៉ែបងប្អូនមកល្ងាចនេះបានប៉ុណ្្នឹងឯងណាម៉ែបងប្អូនហើយហូបតែឯងទេណាម៉ែបងប្អូនអើយកូនគេហូបអស់ហើយពុនឯងគេហូបអស់ហើយនៅហូបតែឯងណាម៉ែបងប្អូនហូបក្រោយគេស្រុកស្រែចំការមានតែប៉ុណ្្នឹងឯងម៉ែបងប្អូនអើយស្លស្លក់ស្លប្រហើស្លកកោស្លម្ជូរហ្នឹងហើយម៉ែបងប្អូនមានតែប៉ុណ្្នឹងឯងម៉ែបងប្អូនហ្នឹងហើយមានហូបឲ្យឆ្ងាញ់ឆ្ងាញ់ទំនើបទេណាម៉ែបងប្អូនហ្នឹងមានតែអញ្ចឹងឯងតាមស្រុកស្រែចំការណាម៉ែបងប្អូនប៉ុន្តែឆ្ងាញ់លេខ1ម៉ែបងប្អូនអើយសម្លខ្មែរយើងណាម៉ែបងប្អូនហ្នឹងហើយជាតិសែនជាតិម៉ែបងប្អូនអើយបន្លែក៏បន្លែព្រៃភ្នំហ្នឹងហើយបេះខ្លួនឯងទេបន្លែហ្នឹងម៉ែបងប្អូនហ្នឹងហើយបន្លែខៀវមានតាំងពីស្រអំស្លឹកអកកតុណាម៉ែបងប្អូនខ្ទីអញ្ចឹងទៅល្ពៅឆ្ងាញ់ណាស់ម៉ែបងប្អូនអើយបើបានស្លជាមួយត្រីឆ្អើរកាន់តែឆ្ងាញ់ទេណាម៉ែបងប្អូននេះខ្ញុំស្លជាមួយសាច់ជ្រូកក៏ឆ្ងាញ់ដូចគ្នាណាម៉ែបងប្អូនណាហើយត្រីលីងណាម៉ែបងប្អូនប្រឡាក់ខ្លួនឯងទៀតឆ្ងាញ់សែនឆ្ងាញ់ម៉ែបងប្អូនអើយតើល្ងាចនេះពុកម៉ែបងប្អូនបានហូបអីដែរពុកម៉ែបងប្អូនខ្ញុំមានប៉ុណ្្នឹងឯងម៉ែបងប្អូនបើពុកម៉ែបងប្អូនមិនទាន់ហូបបាយមកហូបជាមួយខ្ញុំបានណាម៉ែបងប្អូនមកហូបស្រុកស្រែពិតណាម៉ែបងប្អូនស្រុកស្រែមានអីទេម៉ែបងប្អូនមានតែប៉ុណ្្នឹងបុកអំបិលបុកគ្រឿងប៉ុន្តែរសជាតិវិញឆ្ងាញ់ឆ្ងាញ់ម៉ែបងប្អូនអើយហ្នឹងហើយវីដេអូខ្ញុំមានអីច្រើនទេម៉ែបងប្អូនមានតែប៉ុណ្្នឹងឯងខ្ញុំបានសូមអរគុណច្រើនពុកម៉ែបងប្អូនដែលតាមដាននិងគាំទ្រវីដេអូរបស់ខ្ញុំអរគុណសូមជម្រាបលា